ស្ដីទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ Channel មេងច័ន្ទហើយថ្ងៃនេះដែរយើងនឹងទៅមើលពីរបៀបនៅក្នុងការបន្ថែមអ្នកទទួលប្រាក់នៅក្នុង App SBI Remit ដោយធ្វើការវេរចូលទៅក្នុងគណនី ACDA ផ្ទាល់ជាដំបូងយើងចុចបើកកម្មវិធី SBI Remit រួចចុចពាក្យថាចូលបន្ទាប់មកចុចពាក្យថា Menu រួចជ្រើសរើសយកពាក្យថាការគ្រប់គ្រងគោលដៅផ្ទេរប្រាក់បន្ទាប់មកយើងនឹងឃើញឈ្មោះអ្នកទទួលប្រាក់ដែលយើងបានចុះកន្លងមកហើយដើម្បីបន្ថែមយើងចុចទៅលើប្រអប់ពណ៌ខៀវដែលមានពាក្យថាបន្ថែមអ្នកទទួលបន្ទាប់មកធ្វើការកំណត់ព័ត៌មានអំពីការផ្ទេរប្រាក់ទី1ឈ្មោះប្រទេសដែលយើងផ្ទេរប្រាក់ទៅគឺប្រទេសកម្ពុជា Cambodia ហើយចំពោះការទទួលរូបិយប័ណ្ណសូមជ្រើសរើស USD មានន័យថាដុល្លារវិធីសាស្ត្រផ្ទេរប្រាក់សូមជ្រើសរើសពាក្យថាទៅគណនីផ្ទាល់រួចចុចទៅបន្ទាប់ចំណុចបន្ទាប់សូមបំពេញព័ត៌មានរបស់អ្នកទទួលទី1ជ្រើសរើសសញ្ជាតិរបស់គាត់រួចសរសេរនាមត្រកូលនិងនាមខ្លួនជាអក្សរធំឲ្យបានត្រឹមត្រូវរួចជ្រើសរើសភេទនិងបំពេញថ្ងៃខែឆ្នាំកំណើតរបស់គាត់ត្រង់ចំណុចភូមិឃុំស្រុកមិនបាច់សរសេរលម្អិតពេកទេគ្រាន់តែដាក់ស្រុកដកឃ្លាខេត្តជាការស្រេចហើយចំណុចប្រុងប្រយ័ត្នគឺមិនឲ្យមានការដកឃ្លានៅខាងចុងឡើយចំណុចបន្ទាប់ប្រទេសខេត្តរដ្ឋសូមសរសេរ Cambodia ជាអក្សរធំរួចជ្រើសរើសទំនាក់ទំនងរវាងយើងនិងអ្នកទទួលនិងមូលហេតុដែលយើងផ្ញើប្រាក់ទៅកាន់គាត់ប្រភេទ ID អ្នកទទួលសូមជ្រើសរើសយកពាក្យថាអត្តសញ្ញាណប័ណ្ណដោយមានបង្ហាញហើយវាបញ្ចូលលេខអត្តសញ្ញាណប័ណ្ណរបស់គាត់ចំណុចឈ្មោះធនាគារទិសដៅផ្ទេរប្រាក់សូមជ្រើសរើស ACLIDA Bank PLC ហើយឈ្មោះធនាគារផ្ទេរប្រាក់ជ្រើសរើសពាក្យថា Head Office ឬទុកនៅដដែលប្រសិនបើមានស្រាប់ចំណុចចុងក្រោយវាបញ្ចូលលេខគណនីរបស់អ្នកទទួលដែលផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវជាមួយនឹងសភៅធនាគាររបស់គាត់រួចចុចពាក្យថាទៅបន្ទាប់ហើយធ្វើការផ្ទៀងផ្ទាត់ព័ត៌មានដែលបានបញ្ចូលប្រសិនបើត្រឹមត្រូវសូមចុចទៅបន្ទាប់ម្ដងទៀតរួចចុចពាក្យថាការស្នើសុំបានបញ្ចប់ជាការស្រេចនោះយើងនឹងឃើញឈ្មោះអ្នកទទួលដែលយើងបានបញ្ចូលមុននេះនៅក្នុងតារាងបញ្ជីអ្នកទទួលឈ្មោះអ្នកទទួលដែលទើបនឹងចុះឈ្មោះថ្មីនឹងមានជាប់ពណ៌ប្រផេះនិងមានប្រអប់ពណ៌ខៀវមួយដែលមានអក្សរខាន់ជីថាស៊ីនសាជឺដែលមានន័យថាកំពុងតែត្រួតពិនិត្យបន្ទាប់ពីត្រួតពិនិត្យរួចបងប្អូននឹងឃើញឈ្មោះអ្នកទទួលដែលមានពណ៌សធម្មតានិងមានរូបសញ្ញាយន្តហោះដោយដែលមានបង្ហាញនៅក្នុងវីដេអូនេះមានន័យថាអាចផ្ញើទៅកាន់គាត់បានហើយដូច្នេះវីដេអូបង្រៀនអំពីការចុះឈ្មោះអ្នកទទួលចូលគងធនាគារ ACLIDA របស់ខ្ញុំមានត្រឹមប៉ុណ្ណេះអរគុណសម្រាប់ការទស្សនាប្រសិនមានគំនិតយោបល់ឬក៏មានចំណុចអ្វីដែលចង់ឲ្យខ្ញុំធ្វើជាវីដេអូបង្ហាញសូមសរសេរខមមិននៅខាងក្រោមសូមអរគុណសូមជម្រាបលា